តោះយើងជួបគ្នាម្ដងទៀតមេរៀនមុនគឺយើងបាននិយាយអំពី interface យើងដឹងហើយវាមាន tool 5ខុសៗគ្នាដែលមានមុខងារធ្វើការខុសៗគ្នាឥឡូវនេះក្រៅពីបានស្វែងយល់អំពី interface វាហើយគឺយើងចូលមករៀន tool នីមួយៗអញ្ចឹងថ្ងៃនេះគឺយើងចាប់ផ្ដើមរៀន tool អំពី clay យើងមាន clay យើងមាន brush អីចឹងនៅក្នុងហ្នឹងណាចឹងនៅក្នុងនេះគឺយើងនឹងប្រើប្រាស់ clay មកបង្ហាញដើម្បីឲ្យយើងយល់ថាតើ tool នីមួយៗវាមានមុខងារអីខ្លះដើម្បីធ្វើការងារហើយយើងត្រូវដឹងថា clay នេះគឺវាមានតួនាទីសំខាន់ក្នុងការបង្កើត form យើងឲ្យវា deform យើង form structure mass form របស់វាយើងធ្វើមិនឲ្យវាទំហំរូបភាពរបស់យើងតូចធំអីចឹងណាគឺយើងបន្ថែម mass របស់វាយើងឲ្យវាទៅជា organic របស់វា organic form ឬក៏ធ្វើឲ្យវាមានកម្លាំងមាន muscle ខ្លាំងនៅក្នុងហ្នឹងតាមរូបភាពទៅតាមអ្វីដែលយើងចង់ឆ្លាក់ប៉ុន្តែគាត់នៅថានៅក្នុង clay ហ្នឹងគឺយើងមានការកែប្រែទៅតាមទម្រង់ទៅតាមទម្ងន់ទៅតាមsensitive របស់វានៅពេលដែលយើងគូរអញ្ចឹងឥឡូវនេះគឺយើងនៅពេលដែលយើងคลิกទៅលើ clay ណាមកដល់នេះយើងคลิกទៅលើ clay បើ clay ហើយយើងមកមើលនៅទីនេះដូចយើងបានដឹងហើយនៅពេលដែលយើងដាក់ម៉ៅរបស់យើងនៅពីលើណាយើង point ទៅលើ object របស់យើងនេះ sphere មួយនេះយើងឃើញចំណុចក្រហម2ទេបាទចំណុចក្រហម2ហ្នឹងគឺវាបញ្ជាក់ថាវា symmetry ដូចខ្ញុំបានបង្ហាញពីមុនអញ្ចឹងដែលយើងមើលtool ខាងផ្នែកខាងឆ្វេង vertical tool bar នៅខាងឆ្វេងខាងលើគឺមានពាក្យថា symmetry បើសិនណាជាយើងឃើញពណ៌សអញ្ចឹងមានន័យថាវា disable បើសិនណាជាវាពណ៌ត្រួយចេះវា enable អញ្ចឹងយើងដឹងថា symmetry មានតែឆ្វេងស្ដាំយើងធ្វើតែខាងឆ្វេងខាងស្ដាំហ្នឹងក៏វាដំណើរការដែរអញ្ចឹងនៅក្នុងនេះយើងបើសិនយើងគូរនៅទីនេះយើងឃើញយើងឃើញទៅយើងគូរទៅយើងឃើញ port ទាំងសងខាងតែម្ដងបើសិនតែយើងដោះវាមកវិញគឺយើងបើសិនតែយើងដោះវាមកវិញគឺយើងគូរបានតែមួយនៅក្នុងនេះឃើញទេយើង port ហើយវា negative ឬក៏ positive យើងមកមើលនៅ vertical toolbar vertical ឆ្វេងដែរគឺយើងមានពាក្យថា sub ហ្នឹងគឺមានថាវា negative ទៅក្រោមអញ្ចឹងណាហ្នឹងបើសិនណាយើងដោះចេញឲ្យវិញមានន័យថាវាអត់ sub ទេណាវា non sub អញ្ចឹងមានន័យថាវានឹងផុសឡើងណាវាផុសរូបនឹងឡើងមកវិញតែយើងមើលយើងគូផុសឡើងមកហើយនៅពេលដែលយើងគូនេះនៅពេលដែលយើងផុសឡើងមកអញ្ចឹងមានដីរបស់យើងហ្នឹងយើងចាប់ផ្ដើមបង្កើតទម្រង់វាឲ្យវាធំអញ្ចឹងទៅធំទួយតាមហ្នឹងហើយខ្មៅដៃរបស់យើងហើយរូបភាពទាំងអស់ហ្នឹងវាប្រែប្រួលលឿនឬក៏ខ្សោយអាស្រ័យទៅលើការសង្កត់ខ្មៅដៃរបស់យើងទៅលើ screen ទៅលើ object ពីព្រោះតែវា sensitive នៅក្នុងហ្នឹងបើសិនណាយើងស្រាលអញ្ចឹងវាចេញបន្តិចដែរទេប៉ុន្តែបើយើងសង្កត់ខ្លាំងគឺវាឡើងខ្លាំងអញ្ចឹងទៅវា base ទៅលើអីគេហើយនេះយើងមើលនឹង vertical របស់យើងខាងឆ្វេងនឹងដែរយើងមើលឃើញខ្លះនេះគឺមាន radius យើងឃើញពណ៌ក្រហមរបស់យើងក៏បន្ថយដែរឃើញជាភាគរយណាយើងបន្ថយមុំរបស់វាអញ្ចឹងបន្ថយទំហំរបស់វានៅក្នុងហ្នឹងយើងបន្ថយទៅអញ្ចឹងយើងសាកល្បងគូមកគឺវាទូអញ្ចឹងដែរនៅក្នុងហ្នឹងណាអូខេខ្ញុំហើយយើងបន្តមកទៀតយើងអាចគូវាបានអញ្ចឹងប៉ុន្តែយើងទម្ងន់ដៃរបស់យើងទោះបីថាយើងសាកល្បងស្មានមើលយើងគូស្រាលណាគឺយើងគូស្រាលប៉ុន្តែបើយើងសង្កត់ខ្លាំងក៏វាច្បាស់លឿនទៅតាមហ្នឹងអញ្ចឹងវាទទួលគេថាវាសងស៊ីបណានឹងវាសងស៊ីបថាបើសិនសង្កត់ខ្លាំងទៅវាក៏វាធ្វើការខ្លាំងប៉ុន្តែបើសិនណាជាស្រាលក៏វាធ្វើការស្រាលហើយមួយទៀតនៅក្នុងហ្នឹងយើងមើលខាងនេះយើង vertical របស់យើងខាងឆ្វេងនឹងដដែលយើងក៏មើលគេហៅថា intensity របស់វាបើសិនណាជាភាគរយវាកាន់តែធំមានន័យថាភាពច្បាស់របស់វានឹងគឺកាន់តែខ្លាំងដែរណានៅក្នុងហ្នឹងយើងអានดูមកវិញហើយយើងអាចប្រើប្រាស់អូខេខ្ញុំដូរពណ៌ខ្ញុំនឹងប្រាប់តាមក្រោយទៀតណាតកតងជាមួយនឹងយើងដូរវានឹងឥឡូវយើងមើលនេះបើសិនណាជាខ្ញុំដាក់ intensity របស់វាឡើងដល់ទៅ 100% ខ្ញុំគូសស្រាលទេណាវាគូសស្រាលប៉ុណ្ណឹងវាឃើញរូបភាពស្រាលប៉ុណ្ណឹងដែរប៉ុន្តែបើសិនណាជាខ្ញុំសង្កត់រៀងខ្លាំងតិចវាក៏ខ្លាំងទៅតាមអញ្ចឹងដែរណាឃើញទេ
វាខ្លាំងចឹងដែរប៉ុន្តែមួយទៀតបើសិនណាជាយើងអាចសាកបន្ថយ intensity នឹងវិញណាបន្ថយវាសល់ប្រហែលយើងថាយើងសល់តែ 13% ទោះបីយើងសកត់យ៉ាងណាក៏វានៅទទួលវា sensitive របស់វាហ្នឹងគឺវាតិចជាងតាមហ្នឹងអញ្ចឹងវាទៅតងទៅថាវាទទួលបាននៅ amount of pressure របស់យើងនៅក្នុងនឹងថាតើវាយើងសកត់វាប៉ុណ្ណាអញ្ចឹងណានៅក្នុងនេះអញ្ចឹងខ្ញុំគិតថាបើសិនណាជាយើងតេស្តខ្លួនយើងទៅគឺយើងដឹងហើយធម្មតានៅក្នុង iPad វាគូមកចេញរបៀបហ្នឹងនៅក្នុងហ្នឹងអញ្ចឹងយើងយល់ clay របស់យើងអាចពង្រីកពង្រួម clay មុខខ្មាស់ដៃរបស់យើងធំទូចហើយនឹងថាឲ្យវាខ្លាំងឬក៏ខ្សោយ intensity របស់វាហ្នឹងគឺយើងអាចឧទាហរណ៍ថាបើសិនណាជាខ្ញុំនៅក្នុងនេះយើងពវល់វាឲ្យមកនៅខាង front ហើយបើសិនណាជាខ្ញុំចេះណាខ្ញុំសកត់ខ្លាំងណាឃើញវាចេញមកខ្លាំងចឹងដែរប៉ុន្តែបើសិននៅខាងឆ្វេងនេះខ្ញុំរៀងស្រាលដែរចឹងទៅក៏វាស្រាលចឹងទៅតាមនឹងដែរវាចេញមកតិចចឹងដែរណាចឹងអញ្ចឹងមានន័យថា clay ហ្នឹងគឺវាមានតួនាទីបង្កើត mass of form មានន័យថាទំហំ form របស់វាហ្នឹងវាធ្វើឲ្យវាធំហើយធ្វើឲ្យយើងកែទំហំកែតម្រង់កែ form អីហ្នឹងយើងអាចធ្វើវាហ្នឹងអញ្ចឹងឧទាហរណ៍ថាឥឡូវបើសិនណាជាយើងអាចថាយើងគូណាឲ្យថាយើងដាក់ក្នុង front នេះតែខ្ញុំគូរង្វង់មូលនេះឬមួយក៏ខ្ញុំចាប់ផ្ដើមធ្វើ symmetry វិញណាខ្ញុំគូរង្វង់មូលខាងនេះណាយើងគូវាអញ្ចឹងទៅឃើញវាមូលឡើងអញ្ចឹងទៅយើងកាន់សកត់ខ្លាំងទៅខ្លាំងអញ្ចឹងដែរប៉ុន្តែបើសិនយើងបន្ថយនេះបន្តិចមកទោះបីជាសកត់ខ្លាំងក៏វារៀងស្រាលទៅតាមហ្នឹងអញ្ចឹងវាថាបង្កើត amount of clay នៅក្នុងហ្នឹងណាចឹងយើងមើលទៅទំហំរបស់វាយើងអាចប្រើប្រាស់បានចឹងបើសិនតែយើងអាចគូយើងអាចគូបន្ថែមនេះមកយើងបន្ថយradius របស់វាយើងក៏បន្តិចហើយយើងអាចអីគេនៅក្នុងហ្នឹងណាគណៈយើងគូមជាហៀងបានទាំងសងខាងនៅក្នុងហ្នឹងអូខេមួយវិញទៀតឧទាហរណ៍តែខ្ញុំគូឧទាហរណ៍តែយើងគូគាត់ភ្នែកអីមួយចឹងទៅមានជាវ៉ែនតាអីណាយើងក៏បង្គូឡើងហើយយើងប្រវល់វាឲ្យមើលចេះមើលយើងអត់ប៉ុណ្ណឹងហើយយើងគិតថាយើងចង់គូបន្ថែមអីចំោះអីយ៉ាងម៉េចណានៅក្នុងហ្នឹងយើងគូបន្ថែមចំោះអីវាធ្វើឆ្អឹងចំោះអីចឹងទៅណានៅក្នុងហ្នឹងហើយយើងអាចដៃយើងត្រូវទៅលវាសដៃខាងឆ្វេងរបស់យើងដៃខាងឆ្វេងរបស់យើងគឺយើងអាចពង្រីកពង្រួម radius របស់វា intensity ឬក៏ symmetry អីចឹងគឺដៃឆ្វេងរបស់យើងគួរប្រើប្រាស់យើង click វាជិះវាយើងយកខ្មាស់ដៃមូទៅមូមកអញ្ចឹងវាស៊ីពេលច្រើនណាស់ហើយដៃឆ្វេងរបស់យើងអាចពង្រីកពង្រួមដៃឆ្វេងរបស់យើងណាយើងពង្រីកពង្រួមយើងមូអីចឹងទៅយើងសេរីដៃស្ដាំរបស់យើងប្រុងតគូធ្វើអញ្ចឹងទៅអញ្ចឹងនៅក្នុងនេះឧទាហរណ៍ថាឥឡូវយើងគូមកខាងក្រោយចេះណាយើងបន្ថែមពោះបន្តិចមកយើងមានបៀមចេះយើងរុញអីចឹងមកណាយើងបានamountអញ្ចឹងដល់ឡែកនៅក្នុងនេះក៏ខ្ញុំសូមរំលឹកវិញដែរគឺតើតើនឹង sub ដែលខ្ញុំ click ទៅលើ sub នៃ vertical ខាងឆ្វេងហ្នឹងណាគឺមានន័យថាខ្ញុំចង់យកដីនឹងចេញណាឲ្យទៅមូលប្រឡោះភ្នែកកន្លែងហ្នឹងតែបានប៉ុណ្្នឹងទៅណាមានតែយើងអាចចឹង clay គឺមានតួនាទីវាធ្វើចឹងដកទៅដាក់អីចឹងទៅដកដាក់អីចឹងណានៅក្នុងដូចអានេះអីយើងដាក់ឲ្យវារឿងប្រហោងចឹងទៅចូលបើសិនឲ្យខ្ញុំចង់ដាក់មាត់វានៅកន្លែងនេះណាហើយយើងរួចមកមាត់របស់វានៅក្នុងហ្នឹងនេះគេបានប៉ុណ្្នឹងមកនេះមាត់និយាយធ្វើឲ្យញឹមអីចឹងទៅណាអញ្ចឹងយើងអាចយល់clay របស់យើងវាមានតួនាទីធ្វើអីនៅក្នុងហ្នឹងណាឥឡូវឧទាហរណ៍ថាខ្ញុំចង់បន្ថែមចំបោះហ្នឹងឲ្យពេញអត់ចង់ឲ្យផទេណាយើងបន្ថែមវាបានណានេះ clay គឺយើងធ្វើអញ្ចឹងយើងបន្ថែមទៅឲ្យវាមូលឡើងអញ្ចឹងទៅមិនចឹងណាមាត់របស់យើងអាចធ្វើឡើងមកចឹងបានអូខេណា clay គឺយើងមានតួនាទីធ្វើរបៀបនេះចឹងខ្ញុំគិតថាយើងអាចយល់អំពីតួនាទី clay ប៉ុន្តែវាមានរឿងធ្វើតទៀតប៉ុន្តែខ្ញុំចង់បង្ហាញ tool យើងខាងស្ដាំនេះខ្ញុំនឹងបង្ហាញវាមួយហ្នឹងថាតើវាមានតួនាទីធ្វើអីខ្លះហើយរបៀបឆ្លាក់គឺយើងជាអ្នកឆ្លាក់យើងដឹងខ្លួនយើងខ្ញុំបង្ហាញអំពី tool ណាថាតើវាមានតួនាទីធ្វើអីហើយដូចជាអត់មានអីទេគឺ clay គឺមានប៉ុណ្ណឹងជាទូទៅណា clay តែប៉ិតវាមាន property របស់វាធ្វើតទៀតប៉ុន្តែគ្រាន់តែថាត្រូវដឹងថាតួនាទី clay គឺយើងធ្វើប៉ុណ្ណឹងអញ្ចឹងសម្រាប់មេរៀននេះគឺមេរៀន clay គឺយើងបង្ហាញប៉ុណ្ណឹងអូខេអរគុណច្រើន